ដូចនេះសេចក្តីរុងរឿងរបស់ប្រទេសជាតិហ្នឹងវាជាគោលដៅចុងក្រោយហើយជាគោលដៅគ្មានទីបញ្ចប់ប៉ុន្តែមុនឈានចូលដល់ការរុងរឿងណាវាត្រូវពាក់ព័ន្ធជាមួយនឹងអីវាត្រូវពាក់ព័ន្ធជាមួយនឹងអ្នកដឹកនាំល្អយើងត្រូវរើសឲ្យបានអ្នកដឹកនាំល្អសិនដើម្បីរើសបានអ្នកដឹកនាំល្អនេះយើងត្រូវមានប្រព័ន្ធមួយក្នុងការជ្រើសរើសអ្នកដឹកនាំឲ្យបានល្អនៅស្រុកគេដែលប្រជាធិបតេយ្យកំពុងតែដើរលើផ្លូវដូនតាគេបានធ្វើតាមរបៀបយើងមិនរួចហើយគេធ្វើប្រព័ន្ធដើម្បីរើសបានអ្នកដឹកនាំល្អដើម្បីឲ្យបានជីវភាពរុងរឿងឧបមាថាយើងមានលុយយើងចង់ចងការប្រាក់គោលដៅរបស់យើងគឺចង់បានការប្រាក់នេះយកមកចិញ្ចឹមខ្លួនយើងយកមកចិញ្ចឹមគ្រួសារយើងអានេះជាគោលដៅចុងក្រោយបើប្រៀបធៀបជាមួយនឹងប្រទេសជាតិគឺការរុងរឿងរបស់ប្រទេសជាតិយើងចង់បានការប្រាក់មកចិញ្ចឹមគ្រួសារយើងដើម្បីបានការប្រាក់បានណាវាគាត់តែមានអ្នកខ្ចីលុយយើងឲ្យសងអ្នកណាល្អដែលខ្ចីលុយយើងឲ្យសងបើមិនខ្ចីលុយយើងឲ្យសងទេលោកតែគេយកលុយយើងទៅបានការប្រាក់ណាទេអញ្ចឹងដើម្បីបានការប្រាក់ត្រូវមានអ្នកដែលខ្ចីលុយយើងឲ្យសងដើម្បីឲ្យបានអ្នកដែលខ្ចីលុយយើងឲ្យសងណាយើងត្រូវរៀបចំប្រព័ន្ធកិច្ចសន្យាមួយច្បាស់លាស់ដើម្បីឲ្យគេមកខ្ចីលុយយើងមានលក្ខខណ្ឌប្រចាំអីខ្លះផ្ដិតមានដៃយ៉ាងម៉េចខ្លះអ្នកណាធ្វើសាក់សីខ្លះដើម្បីឈានចូលទៅដល់គោលដៅចុងក្រោយគឺបានការប្រាក់ដែរចំណុចចាប់ផ្ដើមវាត្រូវរៀបចំប្រព័ន្ធមួយសិនប្រព័ន្ធកិច្ចសន្យាមួយដើម្បីឲ្យអ្នកណាខ្ចីលុយយើងហើយក៏សងដែរប៉ុន្តែគោលដៅរបស់យើងមិនមែនរឿងប្រព័ន្ធហ្នឹងទេគោលដៅរបស់យើងគឺចង់បានការប្រាក់ទីនោះដូចគ្នាជាមួយនឹងការដឹកនាំប្រទេសយើងចង់បានប្រទេសយើងរីកចម្រើនដើម្បីឲ្យបានប្រទេសរីកចម្រើនត្រូវរកមេដឹកនាំមួយឲ្យបានល្អដើម្បីរកបានមេដឹកនាំល្អមួយណាយើងត្រូវរៀបចំប្រព័ន្ធមួយដែលប្រៀបធៀបមកជាមួយនឹងការខ្ចីលុយគឺកិច្ចសន្យាបន្តិចទៀតយើងនឹងទៅជែកគ្នាពីប្រព័ន្ធហ្នឹងហើយដែលគេហៅទម្រង់នៃការដឹកនាំរដ្ឋដោយប្រជាពលរដ្ឋឬប្រជាធិបតេយ្យហើយសពថ្ងៃប្រជាពលរដ្ឋខ្មែរគាត់អត់គិតពីរឿងប្រព័ន្ធទេគាត់លើតែគេថាបញ្ចុះថ្លៃសាំងតម្លើងប្រាក់ខែកម្មករបញ្ចុះថ្លៃជីរកការងារឲ្យប្រជាពលរដ្ឋធ្វើគាត់ស្ទុះវឹងទៅក្នុងហ្មងលើតែគេឲ្យការប្រាក់ច្រើននោះអត់មានគិតពីរឿងថាតិចគេអត់ធ្វើកិច្ចសន្យាឲ្យអស់ហើយកុំខ្វល់អញល្អណាស់ហើយដើរសួរគេជុំវិញមើលអញដែរបោកលុយអាណាអញខ្ចីលុយមិនដែរបោកទេខ្ចី1000គេឲ្យការប្រាក់ឯងហ្មងទៅឲ្យការប្រាក់30រៀលមួយខែអូអញឲ្យ200មួយខែញ័រទៅរក200ហ្នឹងទៅផ្លូវកាត់អត់ធ្វើប្រព័ន្ធខ្មែរយើងថ្ងៃអញ្ចឹងចុះតម្លៃសាំងរកការងារឲ្យយុវជនធ្វើបញ្ចុះតម្លៃជីបញ្ចុះតម្លៃអគ្គិសនីជាបាលអត់យកលុយចាស់ទៅមានគេមើលជំងឺឲ្យមានលុយទៅត្រែតគ្រាន់តែលឺប៉ុណ្ណឹងញ័រទៅហ្មងទៅផ្លូវកាត់បណ្ដោយមើលបទពិសោធន៍អតីតកាលឡើងវិញពូចាប់ផ្ដើមមើលប្រវត្តិសាស្ត្រខ្មែរកាលណាស្រក់ទឹកភ្នែកកាលហ្នឹងណាអាស៊ីអាគ្នេយ៍យើងនេះមានតែ3ពូជទេចាមមនខ្មែរតែ3ពូជហ្នឹងឯងប៉ុន្តែគេប្រាប់ថាពូជទាំង3ហ្នឹងមានបញ្ហាទាំង3ពូជហ្នឹងសតតែពូជអួតចាមមកចាមដល់មេឃបាត់ដីទៅមនយកមេឃគ្រាប់អង្គុយខ្លាំងជាងគេនៅលើមេឃបាត់ដីទៅខ្មែរក៏ប្រពើជ្រោកអាចលេននៅដល់ប៉ុណ្ណឹងយើងសិក្សាអំពីបទពិសោធន៍អតីតកាលដើម្បីស្រង់យកបទពិសោធន៍អតីតកាលមកទុកជាមេរៀនយើងហើយយើងកសាងប្រទេសឡើងវិញទឹកដីយើងធំទលាយមែនទែនសៀមនេះឡាវនេះយួននេះមកក្រោយយើងទេហេតុអ្វីបានជាទឹកដីរបស់យើងរួមតូចទៅរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងប្រទេសជិតខាងគេគ្រាន់បើជាងយើងទាំងអស់ហើយយើងមិនព្រមទទួលស្គាល់ថាពូជយើងមានបញ្ហាយើងអត់ព្រមទទួលស្គាល់អានឹងជាផ្នត់កំណត់ខ្មែរគឺបន្ទោសតែគេអត់បន្ទោសខ្លួនឯងទេបើគេបោកអត់បន្ទោសថាមកពីអញភ្លើទេបន្ទោសខឹងតែគេអ្នកបោកហ្នឹងត្មងមេដឹកនាំមិនកើតមេដឹកនាំមិនល្អមេដឹកនាំមិនកើតមេដឹកនាំមិនល្អចេះតែបោកគ្នាគេបោកបានមកពីយើងដែរបើតាណាជាបងប្អូនគិតត្រង់ចំណុចហ្នឹងបងប្អូនមានផ្លូវចេញរួចក្មួយមានផ្លូវចេញរួចពីព្រោះក្មួយកសាងនៅបញ្ញាបាធីក្នុងខ្លួនដែលជាមូលដ្ឋានក្នុងការទប់ទល់ការបោកប្រាស់ប៉ុន្តែអត់អញ្ចឹងទេបើដាក់វេទិកាឲ្យជេរមើលព្រោះវេទិកាគេផ្សេងសពួកនិស្សិតបញ្ញវន្តហ្នឹងឲ្យតែដាក់ក្បាលមីក្រូទៅអានឹងមកពីមេដឹកនាំអត់គិតគូរបញ្ហាជាតិជាធំមិនគោរពឆន្ទៈរាជមិនយកឆន្ទៈរាជមកពិចារណាធ្វើអ្វីទាំងអស់ក្បត់ឧត្តមកតេខ្លួនឯងអង្គុយបន្ទោសតែគេហ្នឹងស្មារតីប្រយោជន៍អីគេថាមនុស្សល្ងងណាមើលឃើញបញ្ហាយូរអាបញ្ហាហ្នឹងខ្លាយទៅជាឧបសគ្គលែងឲ្យចង់ទៅពីព្រោះវាបញ្ហាច្រើនពេកហើយសង្គមខ្មែរយើងមិនងាយទេពីណាទៅបោះឆ្នោតឈ្នះរដ្ឋាភិបាលគេមានលុយយួនជួយបោះឆ្នោតគេកោចបមិនអព្យាក្រឹតគេមានលុយចែកណោយនិយាយយូរបញ្ហាយូរវាក្រាក់ខ្មឹកបញ្ហាយូរអាបញ្ហាទៅជាឧបសគ្គលែងទៅរួចហ្មងមនុស្សខ្លាំងវិញរឿងតែមួយដូចគ្នាហ្នឹងគាត់មើលឃើញឱកាស
គាត់មើលឃើញបញ្ហាគាត់មើលឃើញឱកាសក្នុងការដោះស្រាយបញ្ហាហ្នឹងពេលណាគាត់មើលឃើញឱកាសគាត់រកវិធីក្នុងការដោះស្រាយបញ្ហាហ្នឹងវីរៈជនទាំងឡាយនៅលើលោកនេះណាគាត់ខ្លាចទៅជាវីរៈជនដោយសារគាត់ដោះស្រាយរឿងដែលគេថាដោះស្រាយមួយហ្នឹងរឿងគេថាដោះស្រាយមួយទេកុំធ្វើដោះស្រាយមួយទេគាត់ទៅដោះស្រាយរឿងដែលគេថាដោះស្រាយមួយហ្នឹងទៅដោះស្រាយតែរឿងហ្នឹងបើស្នាជាគាត់ដោះស្រាយរឿងធម្មតាដែលមនុស្សសាមញ្ញដោះស្រាយរួចហ្នឹងគាត់មិនខ្លាចទៅជាវីរៈជនដោះស្រាយតែរឿងណាដែលគេថាដោះស្រាយមិនរួចហ្នឹងដោយសប្ងៃអញ្ចឹងគេថាមិនឈ្នះរដ្ឋាភិបាលទេសំរងស៊ីគេធ្វើប្រមាណឆ្នាំហើយគេមានតំណាងរាស្ត្រផងគេមានលុយមានកាក់មានបរទេសគាំទ្រផងនៅតែធ្វើមិនឈ្នះទៀតណាក្មួយអានឹងគេហៅទឹកថេមួយចាំពីថ្ងៃហ្នឹងតើអានឹងគេហៅទឹកថេអាការប្រកាន់ថាអញ្ចឹងណាការប្រកាន់ថាអញ្ចឹងដែលនៅក្នុងក្បាលយើងគេហៅទឹកថេអត្តថេហ្នឹងវាគប់បែកខ្ចាយដោយសារហេតុផលយើងយកហេតុផលទៅវែកញែកមើលថាណែសំរងស៊ីហ្នឹងគណៈបកប្រឆាំងហ្នឹងគាត់មានលុយគាត់ប្រកែធ្វើគាត់មានបរទេសគាំទ្រពិតប្រកបមែនហើយមិនឈ្នះហ៊ុនសែនហ្នឹងមកពីមូលហេតុអីមកពីមានចំណុចខ្វះខាតឬយ៉ាងណាទៅយកហេតុផលមកវែកញែកហេតុផលគប់វាអត់ចូលដោយសារគាត់មានតថេងគាត់ថាគាត់យល់ត្រូវហើយលោកឯងស្អីកូនអ្នកស្រែទាំងមានអីផងអីមិនឈ្នះគេអ្នកមានលុយគេមានតំណាងរាស្ត្រគេមានបរទេសនៅគាំទ្រពីក្រោយគេសញ្ញាបត្រធំគេជួយមិនបានផងតថេគាត់យើងប្រាប់ថាយើងមិនឲ្យជឿយើងទេយើងឲ្យយកហេតុផលទៅពិចារណាមួយថាតើវាសមរម្យមែនអត់អាហេតុផលហ្នឹងគប់ចូលទៅប៉ះទឹកថេអត់បានពីពួកគាត់ប្រកាន់យកតែហ្មងអានឹងហើយដែលយើងត្រូវការកសាងស្នត់គណិតរបស់ប្រជាពលរដ្ឋថ្មីថ្ងៃក្រោយពេលណាខ្លួនមានទឹកថេខ្លួនត្រូវស្ដាប់ហេតុផលគេឃើញលោកមានហេតុផលណាសមរម្យពីព្រោះវីរៈបរិះនៅលើលោកនេះណាគាត់ដោះស្រាយតែរឿងណាដែលគេគិតថាដោះស្រាយមិនរួចនោះហើយគាត់ដោះស្រាយរួចនោះអស្ចារ្យបើមនុស្សសាមញ្ញដោះស្រាយរួចដូចលើកតុកលើកទូមនុស្សណាក៏លើករួចដែរបើឆ្កែលើកវាមិនរួចឆ្កែសាក់គោកាត់របីវាអត់ចេះលើកវាលើកអត់រួចទេដល់ពេលមនុស្សចេះលើកគ្រប់គ្នាដល់ពេលមនុស្សចេះលើកគ្រប់គ្នាមានអីអស្ចារ្យបើស្នាជាយើងជាឆ្កែគ្រប់គ្នាយើងអត់ចេះលើកមានឆ្កែណាមួយចេះលើកអាកៅអីនឹងដើរចុះដើរឡើងយើងទៅសើវាប៉ុន្តែពេលមនុស្សលើកបានគ្រប់តែគ្នារឿងសាមញ្ញមនុស្សដោះស្រាយគ្រប់គ្នារួចហើយដល់ពេលមនុស្សដែលមិនសាមញ្ញគាត់ដោះស្រាយរឿងដែលមនុស្សទូទៅយកថាដោះស្រាយអត់កើតគាត់ដោះស្រាយរឿងហ្នឹងប៉ុន្តែសប្តាហ៍ថ្ងៃនេះអាការដោះស្រាយបញ្ហាប្រទេសហ្នឹងណាវាតាក់ទងជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋវាអត់មានអ្នកណាមួយមានកម្លាំងទៅដោះស្រាយបញ្ហាប្រទេសហ្នឹងតែឯងបានទេវាត្រូវការចូលរួមរបស់ប្រជាពលរដ្ឋត្រូវការចូលរួមរបស់ប្រជាពលរដ្ឋហ្នឹងបានត្រូវការបញ្យលប្រជាពលរដ្ឋនេះដល់ពេលបញ្យលវាស្ទះជាមួយនឹងទឹកថេគាត់មានទឹកថេណាឧបសគ្គនៅត្រង់ហ្នឹងតែហ្មងបើស្នាជាគាត់ដាក់ទឹកថេហ្នឹងសិនគាត់ស្ដាប់ហេតុផលដោយពូនិយាយខាងដើមថាទឹកថេវាត្រូវបានគប់បែកខ្ចាយដោយហេតុផលតែមនុស្សប្រាជ្ញាហេតុផលយ៉ាប់ណាដូចយើងទៅខ្ចីលុយគេយើងប្រាប់គេថា10ថ្ងៃទៀតសងណាដល់ពេលគេចាំថា10ថ្ងៃទៀតសងដល់ពេលយើង10ថ្ងៃចាំអត់បានសងទេយើងប្រាប់ថាយើងចង់សងហើយយើងដឹងហើយព្រោះយើងទៅពាក់លុយគេយើងត្រូវតែយកមកសងក៏ប៉ុន្តែមកតាមផ្លូវនឹងចោលវាជុំកភ្លើងចោលវាប្លន់យើងខ្លាចងាប់ពេកយើងឲ្យទៅហេនេះឯងពាក់លុយគេឯងខ្លាចងាប់ទៅងាប់ទៅហើយយកលុយមកសងគេយើងប្រាប់ថាបើស្នាជាខ្ញុំងាប់ហើយចោលវាយកលុយបាត់ទៅនេះខ្ញុំខ្លាចពេកខ្ញុំឲ្យវាទៅបើទោះបីជាខ្ញុំងាប់អាចោលនឹងក៏វានៅតែយកលុយបាត់ទៅរួចបានលុយណាមកសងហេខ្ញុំដឹងនេះឯងដឹងរហូតលុយណាមកសងខ្ញុំបានថានេះឯងស្ដាប់ហេតុផលខ្ញុំសិនខ្ញុំដឹងហើយថាខ្ញុំត្រូវសងថ្ងៃហ្នឹងក៏ប៉ុន្តែចោលវាប្លន់ខ្ញុំបើស្នាជាខ្ញុំមិនឲ្យក៏វាបាញ់ងាប់ដែរហើយចុងក្រោយក៏នៅតែអត់លុយសងឯងហេខ្ញុំអត់ដឹងខ្ញុំអត់ស្ដាប់ទេដឹងថានេះឯងសងខ្ញុំថ្ងៃហ្នឹងសងឲ្យបានមកខ្ញុំដឹងទេគេអត់ស្ដាប់យើងគេដឹងថាហេនេះឯងថាសងថ្ងៃហ្នឹងឥឡូវមិនឃើញសងចុះនេះឯងសន្យាថា10ថ្ងៃសងដឹងហើយថា10ថ្ងៃខ្ញុំត្រូវសងក៏ប៉ុន្តែមកតាមផ្លូវហ្នឹងចោលវាជុំកភ្លើងខ្ញុំមួយយកបាត់ទៅហើយរឿងពិតវាអញ្ចឹងមែនខ្ញុំអត់មានកុហកទេទៅស៊ើបមើលបើមិនអញ្ចឹងមែនអត់ស្ដាប់ហេតុផលខ្ញុំមិនស្ដាប់ហេតុផលខ្ញុំមិនដឹងខ្ញុំដឹងថាអ្នកឯងសន្យាថាសងខ្ញុំអត់មានបដិសេធទេពាក្យតែខ្ញុំនិយាយថាសងក៏ប៉ុន្តែគ្រាន់តែអ្នកស្ដាប់ហេតុផលរបស់ខ្ញុំមើលសមអត់តើវាពិតឬអត់ក្រោយពីតើជ្រើមើលបើស្នាជាវាពិតរួចហើយវាសមហេតុសមផលហើយអ្នកឯងចង់យកខ្ញុំទៅដាក់គុកក៏ខ្ញុំព្រមដែរចង់វាយក្បាលខ្ញុំក៏ខ្ញុំព្រមដែរក៏ប៉ុន្តែអ្នកត្រូវស្ដាប់ហេតុផលរបស់ខ្ញុំសិនខ្ញុំពិតជាចង់យកលុយមកសងអ្នកមែនក៏ប៉ុន្តែជិះមកដល់កណ្ដាលផ្លូវចោលវាជុំកភ្លើងប្លន់យកបាត់ទៅហើយរឿងពិតវានៅត្រង់នោះមែនទេខ្ញុំអត់ស្ដាប់ហេតុផលទេអ្នកឯងត្រូវសងខ្ញុំថ្ងៃហ្នឹងនេះមនុស្សក្មួយតែប្រាជ្ញាហេតុផលប្តីប្រពន្ធក៏ដោយបងប្អូនក៏ដោយមិត្តភក្តិក៏ដោយរាប់អាននេះដូចអត់កើតទេមនុស្សតែប្រាជ្ញាហេតុផលហើយយ៉ាប់ហ្មងបើយើងស្លឹងចិត្តយើងថាបើយើងក៏ធ្វើអញ្ចឹងដែរយើងមិនដឹងទោសគេមិនទេបើយើងក៏ធ្វើអញ្ចឹងដែរប្រពុតហ្នឹងកាលពីជំនាន់ប្រពុតអញ្ចឹងអាពុករបស់ប្រពុតកាន់ការងារប្រទេសជាតិនៅក្រមឲ្យលួយឡើងវល់សុទ្ធតែពុកឲ្យលួយប្រពុតលោកគិតឃើញថាបៃតារបស់អញកម្រើកអត់រួចទេពីព្រោះអាជើងក្រមសុទ្ធតែពុកឲ្យលួយអស់
បើសិនណាជាបៃតាអញកំចាត់អំពើពុករលួយត្រូវដួលរាជបល្ល័ង្កមកពួកនឹងលែងគាំទ្រពីពួកវាលួយលែងបានវាលែងគាំទ្រដល់លែងគាំទ្ររាជបល្ល័ង្កត្រូវដួលស្រុកត្រូវចលាចលគាត់ថ្លឹងចិត្តគាត់ថាបើសិនណាជាអញវិញស្ថិតក្នុងស្ថានភាពដូចឪអញក៏ជ្រើសរើសផ្លូវដូចឪអញនឹងដែរគឺសង្ងំស្ងៀមចុះបើអញក៏ជ្រើសរើសផ្លូវនឹងដែរហើយអញទៅបន្ទោសគេមិនបន្ទោសអត់កើតទេសប្ថ្ងៃអញ្ចឹងបន្ទោសរដ្ឋាភិបាលចេះចុះអញ្ចឹងណាប៉ុន្តែខ្លួនឯងកាន់ការងារប្រទេសជាតិកន្លែងខ្លះក៏វាត្រូវតែធ្វើអញ្ចឹងដែរហើយយើងបន្ទោសគេមិនបើសិនណាជាយើងបន្ទោសទាំងអត់មានហេតុផលប្រទេសវាបែកបាក់គ្នាឆ្លោះគ្នាគ្មានថ្ងៃបញ្ចប់ឯក្មួយនេះគឺជាបទពិសោធន៍អតីតកាលបទពិសោធន៍អតីតកាលធំបំផុតណាដែលពូកើតសេចក្តីសន្តោសដល់ប្រជាពលរដ្ឋខ្មែរពូបានឈរនៅលើគំនរនៃអតីតកាលប្រជាពលរដ្ឋខ្មែរច្រើនណាស់បានរត់ចាក់ចេញពីគំនរអតីតកាលប្រាស់យកមកពូសួរច្រើនណាស់ពូសួរថាហេតុអ្វីបានជាអ្នកបោះឆ្នោតគ្រប់គ្រងសង្គមនឹងតើអ្នកស្រឡាញ់សង្គមនឹងយ៉ាងម៉េចគាត់ថាអត់មានស្រឡាញ់អីបន្តិចទេច្រើនណាស់គាត់និយាយណាគាត់ថាអត់មានស្រឡាញ់អីបន្តិចទេក៏ប៉ុន្តែគាត់បានជឿជាក់មេដឹកនាំដែលបានមកនិយាយអំពីអំពើអាក្រក់នៃអ្នកដឹកនាំចាស់ហ្នឹងហើយដើម្បីយកកម្លាំងគាត់ទៅផ្លាស់ប្ដូរសង្គមហ្នឹងគាត់ចូលរួមច្រើនលើកច្រើនសារហើយក៏ប៉ុន្តែទីបំផុតចាញ់បោកអាអ្នកថ្មីរហូតចាញ់បោកអាអ្នកថ្មីដល់ពេលអញ្ចឹងគាត់គិតថាអ្នកនៅប៉ុណ្ណឹងគាត់ដើរជាងនៅប៉ុណ្ណឹងវាគ្រាន់បើព្រោះយើងមើលឃើញនឹងភ្នែកថាវាប៉ុណ្ណឹងទោះតែគាត់ស្រឡាញ់ណាប៉ុណ្ណឹងណាគាត់ថាគាត់អត់ស្រឡាញ់ទេប៉ុន្តែគាត់ផ្លាស់ប្ដូរទៅទៀតគាត់ថាពីអតីតកាលមកសិក្សាមើលខ្មែរចូលរួមផ្លាស់ប្ដូរសង្គមញឹកញាប់ហើយទីបំផុតចាញ់បោកគេរហូតដល់ពតទៀតឃើញទេព្រោះតែការចូលរួមរបស់ខ្លួនងាប់អស់3លាននាក់ប្រជាប្រដ្ឋខ្មែរចូលរួមដើម្បីប្រយោជន៍ប្រទេសជាតិទីបំផុតងាប់អស់3លាននាក់ដល់ពេលទីបំផុតគាត់សម្រេចចិត្តថាទុកចិត្តនៅប៉ុណ្ណឹងចុះទោះនៅប៉ុណ្ណឹងគាត់ស្រឡាញ់ថាអត់ស្រឡាញ់ទេប៉ុន្តែគាត់ថាផ្លាស់ប្ដូរទៅទៀតដឹងយ៉ាងម៉េចទៅតិចមិនស្រួលទៅតិចកើតសង្គ្រាមទៀតទៅចលាចលទៀតទៅឃើញលោកអាអ្នកថ្មីនឹងវាមិនលឺអាអ្នកចាស់ទៅដល់ពេលអញ្ចឹងគាត់សម្រេចចិត្តថានៅប៉ុណ្ណឹងទោះតែនៅប៉ុណ្ណឹងគាត់ស្រឡាញ់អាហ្នឹងគាត់ថាអត់ស្រឡាញ់ទេណែដល់ពេលយើងសិក្សាអំពីអារម្មណ៍របស់គាត់អញ្ចឹងណាបានយើងចាប់ផ្ដើមរកផ្លូវជួយគាត់នេះបានចំពេញតួជាឆ្មាលាកតក្តៅមែនឆ្មាវាធ្លាប់អាលាកតក្តៅកុំតាណាយួរប៉ោតមកអាប៉ោតហ្នឹងក៏កុំយួរមកក្បែរគាត់ឲ្យសោះកុំថាតាប៉ោតគាត់តែឃើញស្ទើហ្នឹងក៏មិនបានដែរពួកគាត់ធ្លាប់អាលាកតក្តៅអញ្ចឹងយើងត្រូវដឹងពេលដែលយើងដោះស្រាយដែលពូនិយាយថាត្រូវមានការយល់ដឹងអំពីគាត់ពេលដើរមកកុំយួរប៉ោតកុំយួរចានយួរឆ្នាំងកុំយួរកតោទឹកអីមកគាត់សង្ស័យសពថ្ងៃបើជាបានពូអត់ធ្វើគណៈបកពីព្រោះគណៈបកនេះជារូបភាពធ្វើឲ្យគាត់ភ័យណាស់គាត់ចេះថាយើងរំណាឃើញគណៈបកហ្នឹងគាត់យល់ថារំណាគាត់ថាបើនិយាយធម៌ស្ដាប់បានល្អជាបន្ទាប់ទៅវាបាត់គណៈបកហ្នឹងបើពូរកផ្លូវផ្សេងបានណាដើម្បីយកអំណាចឲ្យប្រជាពលរដ្ឋបានណាដោយជៀសវាងការបើកគណៈបកពូធ្វើបាត់ហ្នឹងប៉ុន្តែអត់មានផ្លូវទៅសោះពូលេខគិតមើលពីព្រោះការបង្កើតគណៈបកនេះវាធ្វើឲ្យយឺតក្នុងដំណើរជួយប្រជាពលរដ្ឋក៏ប៉ុន្តែវាមានតែផ្លូវមួយនឹងធ្វើម៉េចយឺតណាពីព្រោះគាត់មានតថៈចំពោះយើងហ្មងគាត់ថាយើងចង់បានអំណាចពីព្រោះអតីតកាលមកអ្នកធ្វើនយោបាយគឺសុទ្ធតែចង់ទាំងអស់គាត់អត់យល់ត្រង់ចំណុចហ្នឹងគាត់រកមិនឃើញគាត់បែងចែកមិនបានគួរក្បាលគាត់បែងចែកមិនបានអញ្ចឹងបានជាពូថាពូឈរនៅលើគំនរអតីតកាលពូសិក្សាឡើងវិញដើម្បីយកបទពិសោធន៍អតីតកាលមកកែច្នៃដើម្បីរៀបចំផ្លូវមួយជូនប្រជាពលរដ្ឋថ្មីពីអតីតកាលដែលពូមើលឃើញស្អីខ្លះពូមើលសភៅម្ដងណាគាត់ដឹកពេលហ្នឹងចាប់រាប់ពីសម័យអង្គរមកពូប្រើពាក្យថាខ្មែរយើងស្គាល់តែពាក្យថារត់ហើយនឹងលូនហើយក្រាបហើយលូនរត់កិច្ចក្រាបលូនរត់កិច្ចក្រាបលូនក្រាបលូនតរហូតពីសម័យអង្គរមករហូតមកចុងក្រោយនៃសម័យថ្មីហ្នឹងមកអត់ចិត្ត3លានអ្នកទៀតឃើញទេក្រាបលូនក្រាបរត់កិច្ចអត់មានកិច្ចធ្វើអីទេកិច្ចខែរសាតែរបស់ដែលខ្លួនមានហ្នឹងដូនតាហ្នឹងមកចាក់ចំទឹកដីសវណ្ណភូមិហ្នឹងវាល្អពេកគេចង់បានដល់ពេលគេចង់បានអញ្ចឹងគេពាត់ស៊ីគ្រប់គ្នានេះប៉ុន្តែពូធ្លាប់មានបទពិសោធន៍ថាគេពាត់ស៊ីវាជាកត្តាខាងក្រៅគេចង់បំផ្លាញយើងជាកត្តាខាងក្រៅក៏ប៉ុន្តែបើសិនជាកត្តាខាងក្នុងរឹងមាំគេពាត់ស៊ីយើងបានទេដូចអ៊ីស្រាអែលអញ្ចឹងប្រជាប្រដ្ឋប្រហែល3លាននាក់ជុំវិញទាំងអស់គេពាត់ស៊ីអ៊ីស្រាអែលស៊ីបានទេអាគេចង់ស៊ីពីក្រៅប៉ុន្តែកត្តាខាងក្នុងរឹងមាំចំណែកយើងវិញអាខាងក្រៅពាត់ស៊ីអាខាងក្នុងស៊ីគ្នាឯងប្រជាប្រដ្ឋខ្មែរបន្ទោសមេដឹកនាំត្រូវពូទទួលស្គាល់ថាត្រូវគាត់បន្ទោសមេដឹកនាំថាមេដឹកនាំបើសរុបឲ្យខ្លីមកថាក្បត់ទំនុកចិត្តរបស់ប្រជាប្រដ្ឋខ្លួនឯងប្រជាប្រដ្ឋខ្មែរជាមនុស្សដែលមានសុចរិតពីកណើតមកទាំងអស់ភាពសុចរិតនេះល្អណាស់ក៏ប៉ុន្តែភាពសុចរិតនេះក៏មានចំណុចខ្សោយរបស់វាដែរដូចឆ្នាំពេទ្យអញ្ចឹងណាលេបទៅជាជំងឺប៉ុន្តែវាមានចំណុចខ្សោយរបស់វាដែរធ្វើឲ្យប៉ះពាល់សុខភាពអញ្ចឹងដែរភាពសុចរិតនេះល្អហើយក៏ប៉ុន្តែភាពសុចរិតនេះបើសិនណាជាមិនចេះប្រើវាមានលាយភាពទន់ជ្រាយនៅក្នុងនឹងដែរ
ឆាប់ជឿគេពីពួកយល់តែខ្លួនឯងមានសុចរិតស្មានតែគេចំដែរគេឆាប់បោកបានទៀតសុចរិតរបស់ប្រជាពលរដ្ឋខ្មែរពីអតីតកាលរហូតដល់សប្តាហ៍ថ្ងៃអត់ទាន់ឈប់ពេលវប្បធម៌នៃការធ្វើឲ្យប្រជាពលរដ្ឋជឿលើមេខ្លួនឯងដូចពូនិយាយមិនអញ្ចឹងថាមកខ្ចីលុយអត់គិតពីរឿងសរសេរកិច្ចសន្យាឲ្យម្ចាស់លុយទេគិតតែពីធ្វើម៉េចឲ្យប្រជាពលរដ្ឋជឿអាវប្បធម៌ហ្នឹងតាំងពីអតីតកាលរហូតដល់សប្តាហ៍ថ្ងៃអត់ទាន់ឈប់ពេលមួយសប្តាហ៍ថ្ងៃហ្នឹងគេនៅតែធ្វើឲ្យប្រជាពលរដ្ឋជឿនេះជាបទពិសោធន៍អតីតកាលដែលធ្វើឲ្យខ្មែររងគ្រោះរហូតដល់សប្តាហ៍ថ្ងៃអត់ចប់ដល់សប្តាហ៍ថ្ងៃគឺដោយសារការធ្វើឲ្យប្រជាពលរដ្ឋជឿទៅលើអ្នកដឹកនាំប្រជាពលរដ្ឋខ្មែរចូលរួមក្នុងការជួយកសាងប្រទេសខ្លាំងណាស់ពីអតីតកាលមករហូតដល់សប្តាហ៍ថ្ងៃគាត់នឿយណាយគាត់លែងចូលគាត់រត់ចោលគំនោអតីតកាលរួចហើយគាត់សុខចិត្តទ្រាំរស់នៅប៉ុណ្ណឹងគាត់មិនចង់ចូលរួមក្នុងការផ្លាស់ប្ដូរសង្គមទៀតទេពីព្រោះគាត់ខ្លាចដូចមុនចាញ់បោកអ្នកដឹកនាំសប្តាហ៍ថ្ងៃហ្នឹងគាត់មិនពេញចិត្តទេប៉ុន្តែគាត់យល់ឃើញថាប៉ុណ្ណឹងគ្រាន់បើជាងធ្វើការផ្សងព្រេងដែលពូធ្លាប់លើកឧទាហរណ៍ថាដូចនៅលើផ្លូវមួយដែលធ្វើពីកញ្ចក់អញ្ចឹងណាហើយគេចាក់ខ្លាញ់ជ្រូកឡើងពេញថ្នល់ទាំងអស់ហើយប្រជាពលរដ្ឋក្រាបនៅនឹងពួកគាត់ហ៊ានងើបដែរណាគាត់ងើបដែរខ្លាចល្អដួលគាត់សុកចិត្តក្រាបវាតិចមានមេដឹកនាំច្រើនណាស់ថាគេមានវិធីជួយក្នុងការជួយប្រជាពលរដ្ឋឲ្យចេញពីផ្លូវខ្លាញ់ដល់ល្អនឹងចេញទៅប្រជាពលរដ្ឋគាត់ទុកចិត្តអ្នកដឹកនាំហ្នឹងគាត់សុកចិត្តងើបឡើងដើម្បីធ្វើតាមមេដឹកនាំហ្នឹងប្រាប់ទីបំផុតគាត់ងើបឡើងកាត់ខ្ងាទៅក្រោយគាត់កាត់មុខបែកច្រមុះបែកមាត់អាយ៉ាអាយាយមុខមិនដឹងជាប្រមាណដងទេដល់ពេលទីបំផុតគាត់សម្រេចចិត្តថានៅវាគើមនៅលើផ្លូវហ្នឹងគ្រាន់បើជាងបែកក្បាលបែកក្បូងណាតំណែងគឺអញ្ចឹងប្រជាពលរដ្ឋខ្មែរមិនពេញចិត្តទេនឹងសង្គមហ្នឹងប៉ុន្តែគាត់អត់ចេញព្រោះគាត់អត់ជឿទុកចិត្តអ្នកណាទេដោយពូឃើញពីអតីតកាលរបស់គាត់អញ្ចឹងបានពូកើតសេចក្តីសន្តោសចំពោះប្រជាពលរដ្ឋខ្លួនឯងពូថាប្រជាជនជាតិមួយនេះមានសុចរិតទៀងត្រង់ល្អណាស់តាំងពីកំណើតមកចេះជួយចែករំលែកសេចក្តីសុខសេចក្តីទុក្ខជាមួយគ្នាយើងមើលតែឆ្មបចុះមួយគ្រូខ្មែរហ្នឹងឆ្មបអីចឹងទៅបង្កើតកូនណាតាំងពីក្មេងរហូតដល់ចាស់ញញ័រនៅបង្កើតកូននៅគេហ្នឹងគ្មានបានស្អីទេបានអង្គមួយចាននេះណាចេកមកស្និតអីចឹងទេស្លូតត្រង់ណាស់យាយអស់ហ្នឹងសុចរិតទៀងត្រង់ហ្នឹងជាហ្សែនជាប់នឹងប្រជាពលរដ្ឋខ្មែរមកតែមិនកលេចកលុតជំនាន់ឥឡូវទេខ្មែរយើងតែចេះកលេចកលុតជំនាន់ឥឡូវទេខូចជំនាន់ឥឡូវជិញ1គីឡូ8ខាំអីនេះលក់របស់របរសឹកដាក់ជាតិគីមីតែឥឡូវទេពីមុនអត់ចឹងទេទិញអីវ៉ាន់នៅស្រុកស្រែមកផ្ញើតបងមកផ្ញើលុយទៅវិញផ្ញើអីវ៉ាន់មិនដែលបាត់មួយទេផ្ញើលុយមិនដែលលួចខូចក្នុងខ្ទោះ100លុយខ្មែរទេមិនដែលទេខ្មែរយើងអត់មានចឹងទេចូលរួមក្នុងការការពារប្រទេសជាតិខ្លាំងណាស់ក៏ប៉ុន្តែមេដឹកនាំបោកប្រជាពលរដ្ឋខ្លួនឯងជានិច្ចកាលតាំងពីអតីតកាលមកដោយសារអីដូចពូនិយាយខាងដើមចឹងពូនិយាយខាងដើមថាមនុស្សអន់ណាពេលជួបបញ្ហាមើលឃើញបញ្ហាយូរបញ្ហាហ្នឹងខ្លាយទៅជាឧបសគ្គលែងឲ្យយើងចង់ទៅបណ្ដាប៉ុន្តែមនុស្សខ្លាំងវិញមើលឃើញដំណោះស្រាយមើលឃើញឱកាសក្នុងការដោះស្រាយបញ្ហាហ្នឹងដូចគ្នាពូមើលឃើញពីអតីតកាលពូឈរលើកំណើអតីតកាលនេះពូមើលឃើញថាប្រជាពលរដ្ឋខ្មែរដែលចាញ់បោកគេពីអតីតកាលព្រោះតែជឿអ្នកដឹកនាំហ្មងណាហើយអ្នកដឹកនាំក៏ធ្វើឲ្យជឿហ្មងអញ្ចឹងបាត់ថ្ងៃនេះពូត្រូវធ្វើការផ្លាស់ប្ដូរផ្នត់គំនិតរបស់ក្មួយឈប់ឲ្យក្មួយជឿទៅលើអ្នកដឹកនាំក្មួយត្រូវជឿលើខ្លួនឯងក្មួយត្រូវចូលរួមគ្នាដើម្បីរៀបចំប្រព័ន្ធមួយក្នុងការជ្រើសរើសអ្នកដឹកនាំនេះវាទាល់តែក្មួយស្ដាប់ចុះបើក្មួយសម្រាប់ចិត្តថាក្មួយសុខចិត្តវានៅលើផ្លូវកញ្ចក់ដែលលាបខ្លាញ់នឹងហើយក្មួយមិនស្ដាប់ពីណាទាំងអស់ជួយឲ្យបាននៅត្រង់ហ្នឹងដែលពូនិយាយថាទឹកថេដែលក្មួយប្រកាន់ថាមេដឹកនាំណាក៏សុទ្ធតែខូចទាំងអស់ហ្នឹងទឹកថេហ្នឹងវាត្រូវគប់បែកដោយហេតុផលពូចង់យកហេតុផលទៅគប់ក៏ប៉ុន្តែក្មួយអប់ទឹកថេរដ្ឋបတ်ហេតុផលរបស់ពូគប់មិនទៅទឹកថេរបស់ក្មួយសោះពូបានសិក្សាអំពីអតីតកាលពូឃើញថាអ្នកដឹកនាំខ្មែរបានធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្តលើខ្លួនគាត់ជឿគាត់ហ្មងជឿលើគាត់រួចផ្ដល់សេចក្តីទុកចិត្តឲ្យគាត់មកដឹកនាំប្រទេសទៅទីបំផុតអ្នកដឹកនាំហ្នឹងបោកប្រជាពលរដ្ឋខ្លួនឯងគាត់ធ្វើឲ្យប្រជាពលរដ្ឋជឿហ្មងណាហើយប្រជាពលរដ្ឋខ្មែរគឺជឿគេដែរឯនោះធ្វើឲ្យជឿប្រជាពលរដ្ឋខ្មែរមានបំណងចង់ជឿគេដែរវាត្រូវគ្នាហ្មងអតីតកាលនោះហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែររត់លូនរហូតមកងាប់3លាននាក់នេះព្រោះតែជឿហ្នឹងម៉ាក់គីព្រៃម៉ាក់គីចូលភ្លុកតាំងគេនាំទៅណាទេងាប់អស់3លាននាក់ដល់ឥឡូវណាហើយទៀតលែងចង់លឺដែរតែប៉ុន្តែមេដឹកនាំខ្មែរនៅតែព្យាយាមឲ្យប្រជាពលរដ្ឋបានជឿលើខ្លួនឯងដដែលដល់ថ្ងៃនេះមិនចឹងមើលមានតែឯកឧត្តមនេះទេឃើញទេមានតែលោកប្រធាននេះទេដែលអាចបញ្ចុះតម្លៃសាំងបានឃើញទេមានតែលោកឯកឧត្តមនេះទេប្រធាននេះទេបានរកការងារឲ្យប្រជាពលរដ្ឋធ្វើបានគេមានសមត្ថភាពចេះអីចេះឃើញគេធ្វើឲ្យជឿហើយក្មួយចង់ជឿទៀតណាពីអតីតកាលមកដែលក្មួយដល់សេចក្តីទុកចិត្តគឺដោយសារក្មួយជឿហ្នឹងក្មួយជឿទៅលើអ្នកដឹកនាំហ្នឹងបើមិនជឿស្មានតែក្មួយចូលព្រៃហ៎បើមិនជឿស្មានតែកៅ3ក្មួយបោះឆ្នោតឲ្យគេឈ្នះពីណាចេះឆ្នោតកៅ5បាន